ឆ្នាំនេះក្រុមការងាររបស់អង្គការស្វាមប្រចាំនៅប្រទេសកម្ពុជាបានចំណាយពេលរយៈពេល3ថ្ងៃនៅក្នុងទឹកដីខេត្តសៀមរាបដើម្បីរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងអំពីសមិទ្ធផលនិងការអនុវត្តកម្មវិធីកន្លងមកក៏ដូចជារៀបចំផែនការសម្រាប់ឆ្នាំបន្ទាប់ Welcome to 2025.ឥឡូវនេះយើងកំពុងតែនៅសហគមន៍ព្រៃឈើទឹកជប់ខ្នាមផូនៅក្នុងខេត្តសៀមរាបក្រោមគម្រោងភាពធន់អាកាសធាតុសម្រាប់អ្នកគ្នាអង្គការអុកស្វាមនិងអង្គការដៃគូបានជួយសហគមន៍ក្នុងការពង្រឹងសមត្ថភាពរបស់ពួកគាត់ក្នុងការការពារព្រៃឈើក៏ដូចជាបង្កើនប្រាក់ចំណូលតាមរយៈការបង្កើតឲ្យមានសហគមន៍អេកូទេសចរណ៍ហើយថ្ងៃនេះផងដែរអង្គការអុកស្វាមនឹងចំណាយពេលមួយថ្ងៃនៅជាមួយសហគមន៍ដើម្បីសិក្សាអំពីកិច្ចការការពារព្រៃឈើរបស់ពួកគាត់ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលជាមួយសហគមន៍ដែលយើងធ្វើការជាមួយ មាននៅទីនេះដឹងតែមានហើយនៅទីនេះដឹងតែមានបាទគិនមានហើយខ្ញុំមិនដឹងហើយ Yeah.ก็ជាឱកាសមួយផងដែរដែលអង្គការអុកស្វាមបង្ហាញនៅការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់បុគ្គលិករបស់ខ្លួនដែលពួកគាត់គឺជាធនធានយ៉ាងសំខាន់បំផុតនៅក្រៅសមិទ្ធផលនិងភាពជោគជ័យរបស់ស្ថាប័នទាំងមូល
អ